សូមជំរាបសួរបងប្អូនបាទនៅថ្ងៃនេះយើងនឹងមើលពីរបៀបដែលព្រះយេស៊ូវព្រះអង្គនឹងសង្គ្រោះមនុស្សពីអំពើបាបនៅថ្ងៃនេះយើងនឹងពិចារណាអំពីពាក្យអំពើបាបសេចក្តីស្លាប់សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនិងរបៀបដែលមនុស្សនឹងឆ្លើយតបដើម្បីគេអាចស្គាល់ព្រះយេស៊ូវនិងជឿនៅលើព្រះយេស៊ូវព្រះគម្ពីរបានប្រាប់ថាមនុស្សទាំងអស់មានអំពើបាបនៅព្រះគម្ពីររ៉ូមចំពុក3ខ23បាននិយាយថាពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះបងប្អូនពីព្រោះគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះមនុស្សទាំងអស់នៅលើពិភពលោកនេះមិនថាជនជាតិណាភាសាអ្វីទេមនុស្សទាំងអស់គឺសុទ្ធតែមានអំពើបាបហើយយើងឃើញថាខ្វះមិនដល់សេរីល្អនៃព្រះគឺមនុស្សទាំងអស់យើងឃើញថាពួកគេមិនអាចចូលទៅជិតស្និទ្ធជាមួយព្រះអង្គបានទេដោយសារតែអំពើបាបរបស់ផងពួកគេហើយមនុស្សទាំងអស់គេត្រូវការព្រះអង្គពីព្រោះតែអំពើបាបបងប្អូនមនុស្សទាំងអស់មានអំពើបាបប៉ុន្តែយើងឃើញថាលទ្ធផលនៃអំពើបាបគឺជាសេចក្តីស្លាប់នៅក្នុងព្រះគម្ពីររ៉ូមចំពោះ6ខ23បាននិយាយថាត្បិតឈ្នួលរបស់អំពើបាបនោះគឺជាសេចក្តីស្លាប់ចឹងយើងឃើញថាមនុស្សទាំងអស់ដោយសារតែអំពើបាបរបស់ផងពួកគេនឹងជួបបញ្ហាគឺពិសេសជាងគេគឺសេចក្តីស្លាប់បើយើងមើលក្រៅពីសេចក្តីស្លាប់យើងឃើញថាមនុស្សទាំងអស់គេមានបញ្ហាជាមួយនឹងរឿងផ្សេងដែលធ្វើឲ្យគេខូចចិត្តធ្វើគេពិបាកចិត្តការលែងលះការកាប់សម្លាប់សាហាយស្មន់សង្គ្រាមគ្រោះទុរភិក្សជំងឺនេះដោយសារតែអំពើបាបប៉ុន្តែអ្វីដែលសំខាន់ហើយពិបាកជាងគេនោះគឺសេចក្តីស្លាប់ដូច្នេះយើងឃើញថាលទ្ធផលរបស់អំពើបាបបានបញ្ជាក់យ៉ាងច្បាស់ថាគឺជាសេចក្តីស្លាប់ដូច្នេះដោយសារតែខ្ញុំជាអ្នកមានបាបដូច្នេះថ្ងៃមួយខ្ញុំនឹងស្លាប់ពិតប្រាកដនេះជាលទ្ធផលរបស់អំពើបាបដោយសារតែអ្នករាល់គ្នាឬក៏អ្នកដទៃយើងទាំងអស់គ្នាយើងរស់នៅលើផែនដីនេះយើងកិច្ចអត់ផុតទេពីសេចក្តីស្លាប់ហើយដោយសារតែសេចក្តីស្លាប់នេះឯងបានជាយើងត្រូវការព្រះប៉ុន្តែយើងសួរសំណួរថាតើព្រះមួយណាដែលអាចសង្គ្រោះយើងព្រះណាដែលអាចឲ្យយើងបានរួចពីសេចក្តីស្លាប់ខាងឯវិញ្ញាណដូច្នេះព្រះគម្ពីរបានប្រាប់ថាមនុស្សទាំងអស់មានបាបហើយមនុស្សទាំងអស់មិនអាចចូលទៅចិត្តព្រះបានដោយសារតែអំពើបាបហើយលទ្ធផលរបស់អំពើបាបនោះគឺជាសេចក្តីស្លាប់បាទដូច្នេះយើងនឹងបានពិចារណាជាមួយគ្នាអំពីមេរៀននេះផងដែរហើយយើងឃើញថាដោយសារតែសេចក្តីស្លាប់របស់ផងយើងហើយនឹងអំពើបាបរបស់ផងយើងប៉ុន្តែយើងឃើញថាព្រះយេស៊ូវយើងឃើញថាព្រះអង្គដែលបានបង្កើតយើងព្រះអង្គនៅតែស្រឡាញ់យើងព្រះអង្គអត់បោះបង់យើងចោលទេព្រះអង្គនៅតែរកយើងដូច្នេះព្រះអង្គបានរៀបចំផ្លូវដើម្បីនឹងសង្គ្រោះយើងប៉ុន្តែសំណួរសួរថាតើព្រះអង្គរៀបចំផ្លូវយ៉ាងម៉េចដើម្បីសង្គ្រោះយើងនៅមេរៀនថ្ងៃក្រោយឬក៏មេរៀនបន្ទាប់យើងនឹងមើលពីរបៀបដែលព្រះយេស៊ូវនឹងសង្គ្រោះយើងដោយព្រះយេស៊ូវបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវហើយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវយើងនឹងបានឃើញច្បាស់នៅមេរៀនបន្ទាប់ទៀតជាមួយគ្នាបាទអរគុណច្រើនបងប្អូននៅថ្ងៃនេះយើងអាចពិចារណាពាក្យអំពើបាបហើយនឹងលទ្ធផលនៃសេចក្តីស្លាប់ដែលមនុស្សម្នាក់មានអំពើបាបនិងសេចក្តីស្លាប់ដូច្នេះយើងនឹងជួបគ្នានៅមេរៀនបន្ទាប់ទៀតហើយខ្ញុំនឹងប្រាប់ច្បាស់អំពីរបៀបដែលព្រះយេស៊ូវព្រះអង្គនឹងសង្គ្រោះយើងហើយព្រះអង្គរកផ្លូវដើម្បីយើងមានទំនាក់ទំនងល្អជាមួយព្រះវិញអរគុណច្រើនបងប្អូន